សុំចេញពីព្រឹកតិចឥឡូវយើងជាប់ធូបកាហ្វេបានពីបងដឹកយើងមកកាន់តែច្រើនពីគូពេញបានហើយបងវាយមកដល់តាំងភ្ញៀវហើយឆាទៅភ្ញៀវគាត់អត់ចូលសៀមតែទៅគាត់មកអាឡូពីស៊ូបងអាឡូបងប្អូនអ្នកនឹងជួយក្រែបងមកដល់ទីតាំងបងឯងបងចាំតិចបាទអរគុណច្រើនបងចាអូនមកខ្ញុំចាំនៅធូបប្រហែលជា30នាទីមូលហេតុគឺដោយសារតែ KC គាត់ផ្លិចបាត់អា sticker នៅលើកែវអញ្ចឹងទៅបានតែមក order មួយទៀតដែលមាន3 item ហ្នឹងអត់បានបិទ sticker ទៅចាំ30នាទីមកដល់ភ្ញៀវទេមកអញ្ចឹងចាំយូរហើយអ្នកដឹកផ្សេងគេបន្តយកបាត់អស់ចឹងណាហើយខ្ញុំចាំយូរជាងគេមកដល់មុនគេហើយមើលឥឡូវចេញក្រៅទៅដឹកដល់ភ្ញៀវទី1ទេឥឡូវនឹងភ្ញៀវទី2អរគ្នាឥឡូវយើងបានបញ្ចប់អង្គទី2ដែលជោគជ័យហើយភ្ញៀវគាត់អត់ថាអីដែរសារតែថ្ងៃនេះប្រហែលជាមាន promotion សម្រាប់កាហ្វេធូបខ្ញុំអត់ច្បាស់ដែរចឹងមកបាញ់បានកែវតា2000រៀលទេយកលុយពីភ្ញៀវពេលចឹងគេតដំណើរទៅអង្គទៀតហើយការងារទី2មួយទៀតអីអូ10000ជាងក្រុមហ៊ុនសងជំងឺចិត្តខ្ញុំមិញដោយសារខ្ញុំចាំហាងយូរអញ្ចឹងទៅក្រុមហ៊ុនដាក់សងជំងឺចិត្តខ្ញុំជើងនេះតម្លៃ11200បានមកដល់ទីតាំងហាងចិត្តកន្លែងខ្ញុំចាំនៅទីនេះហាងអាចជាហាងក្រេចឹងហាងគាត់ហើយអ្នកដឹកអង្គុយបានសារថាក្នុងគណៈពេលនេះអត់មានភ្ញៀវខាងទេជាអង្គុយក្នុងហាងជាមួយនឹងម៉ាស៊ីនជាហើយស្ដាប់ជំនាញបែបជាបានដឹងបងតម្លៃ10000មិញមកដល់ណាទីតាំងគឺនៅមុខពលានចាស់ពួយយន្តងហើយយើងបញ្ចប់បងគាត់រួចហើយអត់គ្នាឥឡូវខ្ញុំបាន express មួយហើយកុំច្រឡំអានំប៉័ងនោះមិនបងសើខ្ញុំឲ្យទេexpress គឺយកទឹកពីដបនេះទៅដល់កម្ពុជាតេឡាវិញឥឡូវយើងបាន express ទៅវិញexpress របស់យើងមិញហ្នឹងគាត់នៅកម្ពុជាតេឡាឃើញយើងមកដល់ទីតាំងហើយដឹកបបោកហ្នឹងសុំសម្រាប់ចូលបាយថ្ងៃសិនហើយអាចថ្ងៃតិចបានចេញម្ដងទៀតជំរាបសួរសួស្ដីបងប្អូនអរគុណឥឡូវយើងចេញពេលថ្ងៃទៅម៉ោង2:22នាទីតែឥឡូវរកកន្លែងសាំងសិនបើសាំងថ្ងៃនេះខ្ញុំមិនអាចចាក់សាំងទេប្រាក់សាំងតតើអត់បងមែនទេនេះហាងសំណប់ចិត្តជួយយើងបានមកដល់បានចាប់បងមួយហើយអត់ណាទៅមុខទៀតទៅថ្ងៃឡើងអត់សូវមានបងទេខ្ញុំនិយាយចឹងពេលថ្ងៃវាបែកបកណាបើសិនជាអាចមាន express ពូត1 2ចឹងទៅជាពេលថ្ងៃល្ងាចបានសបោបុកបានថតពីដើមមកចូលភ្លាមលោតភ្លាមតែលើបានហូបភ្លាមមកបងលើយើងបានបងក្នុងបងទីម៉ានទេទៀតតែចាំបងទីម៉ានជាទី7បានបងក្រែបម៉ាតមួយ food mate រយៈនេះខ្ញុំបានបងសម្បីតក្រែបម៉ាតក៏ដោយក្រែប food ក៏ដោយអត់ដែរសូវបានចាំយូរទេព្រោះរយៈមុនវិញបាច់និយាយក្រែបម៉ាតក៏ចាំក្រែប food ក៏ចាំឥឡូវយើងបានបងនេះយកទៅខាងលូនពេញបងស្រះចោអូខេមិញសម្រាប់ពេលចូលភ្លៀងលើលេងរាំងដឹកបន្តបានអត់បងនេះពាន់វត្តកោះចាំបងស្តាប់អត់ហើយមានស្ទះហើយពេលចូលភ្លៀងអូខេឥឡូវយើងមកទទួលការងារទី10 Castella Cheesecake នេះនៅចិត្តនេះអូខ
យើងមិនបាច់ចាំទេមកដល់ក៏បានមើលទីតាំងភ្ញៀវសិនទៅផ្លូវសាបនអូស៊ីអាគារជីប៉ុង Tower ពុំមកស្ទះហ៎ឥឡូវចូលការងារមួយទៀតអីគឺ Express យកភ្ញៀវឆ្ងាយដែរនៅដុំទេពហនយកទៅឲ្យភ្ញៀវនៅបរិយភ័យម្ដុំបរិយលំជិះហាស្មាននេះទៅពងពេញខ្លាញ់ហើយបងប្អូនតាមនេះឆាតគាត់អត់ចូលស៊ីនតែគាត់ក៏អត់លើកដែរអូវ៉េចាំទៀតទៅចង់5នាទីអីជាយាមតិចណាព្រោះមាន Express មួយចូលទៅខ្លាចភ្ញៀវមួយទៀត cancel មកដល់ឆាតទៅគាត់ព្រាមម៉ោង 5:38 ឥឡូវ 5:58 ណាឲ្យក្រុមហ៊ុនតាក់ទងទៅមកគាត់ឆាតមកយើងវិញជាបានការងារមួយទៀតអីការងារទីម៉ានេះភ្លេចបាត់មិញរៀងតុកសិចតិចតែមួយភៀវតែខ្ជិលយើងចាក់ជាអានណាយើងគុំមកគុំកអីបញ្ហាយើងតែជួបចឹងហើយតែគ្រាន់តែវាហួសចិត្តដែរខ្ញុំដឹកយូរឆ្នាំដែរហើយកម្របានជួបភៀវយើងនិយាយឲ្យចេញឈ្មោះចេញអីគាត់ថាវាហួសហាយតែចាំ20នាទីតំតាពាកសុំទោសអូនមិនបាច់សុំទោសអូនណាថានិយាយពាក្យសុំទោសមិនកើត sorry អូនមិនទៅបងរវល់ចេះបងរវល់ទៅអត់ទេចុះមកធម្មតាមុខស្មាលលឿនតែចង់ខឹងយើងវិញចឹងណាបងហ្នឹងបើសិនដូចខ្ញុំចេញវីដេអូមិនសិនមិនជួយភៀវបរទេសគាត់letខ្ញុំទៅ4-5នាទីគាត់ឲ្យខ្ញុំ4គាត់ខ្ញុំមិនចង់បានលុយគាត់ថាជាស្រ័យអូនអើយបងរវល់ចេះយើងដឹងហេតុផលនៅណាក៏មានការរវល់ដែរតែគាត់ថារៀងហួសដែរបងអើយបែងចុះមកបានអីប្រាប់ខ្ញុំបន្តិចដែរមុនថាបងចောက်រវល់បន្តិចប្រហែលទីបងចុះទៅតែក៏មិនលើឆាតក៏មិនឡាយអើយតែឥឡូវកាត់សោយទៅហេងមិញរៀងមួមកតិចតែដល់ពេលយើងជីកាត់អិនតនូចឹងទៅមានអារម្មណ៍ថាធម្មជាតិមួយនេះបានធ្វើឲ្យយើងរីកឡើងវិញដោយសារតែគ្រឿងតនូដ៏ស្រស់ស្អាតឥឡូវយើងមកដល់ទីតាំងភៀវដឹកទៅបានជឿនគាត់រួចហើយគាត់ឲ្យឃ្លីបខ្ញុំទៀតមិញការងារទី13ហ្នឹងឡើងការងារទី12តែទូរស័ព្ទអត់ថ្មលេងបានថតអាទូរស័ព្ទដាក់ app ហ្នឹងគឺអត់ថ្មឥឡូវយកទូរស័ព្ទដែលថតហ្នឹងរត់វិញហើយអត់មានអីថតអីបងប្អូនទៀតមើលទៀតបងប្អូនអត់ទេថ្ងៃនេះខ្ញុំសម្រាប់ម៉ោងដឹកដល់ម៉ោង3ហើយព្រោះដោយសារស្ងាត់ផងឲ្យស្មាននេះអូខេអរគុណអ្នកអរគ្នាដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមមកដល់ចប់នេះឡុកមួយថ្ងៃនេះគឺវាឡុកបែបវល់អត់ចេះធ្វើច្បាស់លាស់